ប្រជុំនិទានជាដករឿងបល្ល័ង្កអណ្ដែតក្នុងពុទ្ធិកាលព្រះមហាមគលានថេរបាននិមន្តទៅឋានត្រៃត្រឹងទេវលោកបានឃើញពួកទេវតាទាំងឡាយកំពុងនាំគ្នាលេងមហោស្រពក្នុងនន្តវរៈឧទ្យានមួយត្របក់ស្រាប់តែឃើញបល្ល័ង្កមាសកម្ពស់មួយយោជន៍អណ្ដែតអីដល់អាកាសមានល្បឿនលឿនជ្រៀងជ្រៃសំដៅមកចុះក្នុងនន្តវរៈឧទ្យានបល្ល័ង្កនោះមានសន្តានជាបុស្បុកមានស្រីទេពអប្សរ1000អង្គុយចោមរោមនាងទេពធីតាម្នាក់លើបល្ល័ង្កនោះនាងទេពធីតាជាម្ចាស់បល្ល័ង្កអណ្ដែតនោះមានរូបឆោមល្អស្រស់ប្រំប្រៃមានពន្លឺភ្លឺចេញពីកាយបូជាដូចជាប្រច័នពេញវង្សនាងទ្រទ្រង់នៅគ្រឿងអលង្ការទឹកទម្ងន់60រទេសមានកេសាពលពតស្រទាប់ឆ្វាក់ដោយភួងផ្កាកាលពីជាតិមុននាងបានធ្វើបុណ្យដូចម្ដេចខ្លះនាងទេពធីតាថ្លែងរៀបរាប់ប្រវត្តិរបស់នាងប្រាប់ដល់មហាមគលានថេរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនការប្រសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តចេតពុនសម័យនោះមានភិក្ខុមួយរូបជាអ្នករក្សាធុដងค์បាននិមន្តចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថីកាលនោះខ្ញុំប្រកាសណាកើតជាធីតាក្នុងត្រកូលមួយនៅក្នុងក្រុងសាវត្ថីនោះដែរបានឃើញភិក្ខុនោះកំពុងនិមន្តបិណ្ឌបាតក៏មានចិត្តត្រេកអររីករាយឥតឧបមាបាននិមន្តលោកចូលទៅក្នុងគេហដ្ឋានហើយចាត់ចែងរៀបគ្រែតូចមួយជាអាសនៈបានយកសម្ពុតអំពុលពណ៌លឿងទៅក្រាលលើគ្រែនោះជាគ្រឿងលម្អលួសក្រាលហើយនិមន្តភិក្ខុនោះឲ្យគង់ខ្ញុំប្រកាសណាក៏មនីទៅចាត់ចែងភោជនាហារយកទៅប្រគេនលោកឆាន់ហើយបានកាន់ផ្លិតចូលទៅអង្គុយបក់ប្រគេនលោកទៀតលួសភិក្ខុនោះឆាន់ហើយសំដែងនៅផតតានុមោទនាចប់ក៏និមន្តទៅវត្តចេតពុនទៅខ្ញុំបកករណាបានរំពឹងពិចារណានៅទានដែលបានធ្វើហើយសទ្ធាគឺសេចក្តីជ្រះថ្លាក៏កាន់តែកើតឡើងជាភយោភាពខ្ញុំប្រកាសណាជ្រះថ្លាខ្លាំងពេកបានយកគ្រែដែលរៀបតាក់តែងដោយសម្ពុតអំពុលនោះទៅតាមប្រគេនលោកដល់វត្តទៀតក្នុងការជាខាងក្រោយមកខ្ញុំប្រកាសណាអស់អាយុក៏បានមកកើតក្នុងវិមានមាសកម្ពស់មួយយោជន៍កើតឡើងក្នុងវិមាននោះសម្រាប់ជាយានរបស់ខ្ញុំប្រកាសណាបល្ល័ង្កនោះមានសន្ទុះលឿនស្មើនឹងចិត្តបើចិត្តរបស់ខ្ញុំប្រកាសណានឹកចង់ទៅទីណាក៏អណ្ដែតទៅដល់ទីនោះមួយរំពេចព្រះមុគលានបានស្ដាប់ប្រវត្តិរបស់